លោកប្តីអញ្ចឹងខ្ញុំយ៉ានាំគ្នាសម្រាប់ហើយឯង ឯងមកធ្វើទីនេះ យើងស្មានតែពួកឯងដាច់ពូស្លាប់អស់ហើយណែយើងជួយស្បៀងខ្លាម៉ៃពួកឯង ឯងមានចន្លោះដល់ថ្នាក់នឹងផងឯង នៅទីនេះគ្មានអ្នកក្រៅទេយើងនេះជួយត្រង់តែម្ដងទៅយើងចូលអង្គមីបាវនេះមកដូរនឹងប្រពន្ធរបាញ់ម្នាក់ដែលមានដើមទ្រូងធំជាងគេទៅកំដរជួយមកជប់ នេះគឺជាពនាលំដាប់ទី3នៃរាជវង្សតាជើវាចង់យកកប្អូនកន្លះបានមកដូចយកគ្រូប្រាំនេះមកយំអញ្ចឹងឯងពិតជាថោកទាបមែនទែន មើលទៅឯងប្រហែលជាយល់ព្រមហើយមែនទេ ហ៎ យើងនឹងថាឯងចិត្តដាច់ពូស្លាប់ហើយស្បៀងទាំងនេះគឺជួយជីវិតពួកឯងបានហ៎ អង្គកន្លះបៅគ្រប់គ្រាន់សម្រាប់គ្រួសារនាងហូបបានមួយខែនោះនាងទៅតែស្គាល់អសុនជៀនបានតែមួយថ្ងៃទេម្យ៉ាងនាងក៏មិនបានពេញចិត្តនឹងគេដែរដូចនាងឈិញឆឹងដែរតែជ្រើសផ្លូវមួយណាមិនបាននិយាយក៏ដឹងដែរ បើឲ្យមនុស្សបែបហ្នឹងមកប៉ះពាល់រាងកាយយើងសុខចិត្តឲ្យយើងស្លាប់ទេ មិនចាំបាច់អរគុណជាងទេកំរំអីយើងនឹងថ្នាក់ធ្នមនាងបំផុតមកស្រីស្អាតទៅជាមួយបងទៅ អត់មកចិត្តយើងបើប្រៀបជាមួយអាសត្វអេរឆានម្នាក់នេះសុនជៀនពិតជាសុភាពជាងគួរស្ដាយដែលខ្ញុំមិនដែលដឹងគុណគេសូម្បីបន្តិចថែមទាំងលួចមើលងាយគេក្នុងចិត្តទៀតបើគេបោះបង់ខ្ញុំចោលក៏ជារឿងធម្មតាដែរនេះហើយជាវាសនាខ្ញុំ ឯធ្វើហ្នឹងយើងទើបតែដឹងថាអាមនុស្សថោកទាបដូចឯងនេះចូលចិត្តសម្ដែងធ្វើជាមនុស្សល្អនៃចំពោះស្រីស្អាតហ៎ស្រីស្អាតទាំង3ពួកនាងមិនដឹងនោះទេកាលពីមុនគឺវាលួចជង្គង់សុំខ្ញុំមេត្តានៅពេលដែលវាតាមផ្លោះជើងរបស់ខ្ញុំលើកលែងទោសឲ្យវាយ៉ាមកសាគ្នាតិចទៅមកវាជើងមកមិនក៏មកឆាប់ដើរជើងមកដើរកណ្ដាលមុខមក លោកប្តីកុំឆាយអីបងនៅត្រូវរងរបួស